ការងារអីក៏បង្រៀនការងារអីបង្រៀនថ្ងៃហ្នឹងខ្ញុំនឹងមករៀបរាប់ពីការងារដែលបង្រៀនមិនសូវធ្វើនិងការងារដែលបង្រៀនមិនធ្វើសោះតែម្ដងតោះទៅមើលទាំងអស់គ្នាមានការងារអីខ្លះដែលបង្រៀនអត់ធ្វើសម្រាប់ការហាលខោអាវនេះទៅចូលជាមួយឆ្នាំឬ2ឆ្នាំនេះទេដែលបង្រៀនគាត់ហាលខោអាវប៉ុន្តែបើបោកខោអាវដៃគឺអត់សោះហ្មងបង្រៀនអត់ដែរទេតែបើថាបោកម៉ាស៊ីនដោយសារតែឥឡូវខ្ញុំទៅនៅខាងលើអញ្ចឹងទៅនៅពេលដែលខ្ញុំចុះមកអញ្ចឹងខ្ញុំមានចានមានឆ្នាំងអីអញ្ចឹងទៅខ្ញុំអត់បានកាន់កញ្ច្រែងខោអាវមកទេខោអាវហ្នឹងឲ្យតែពេញគឺបង្រៀនចុះកាន់យកមកហើយក៏យកទៅដាក់បោកនឹងម៉ាស៊ីនបន្ទាប់មកហើយខ្លះក៏ខ្ញុំទៅហាលក៏ប៉ុន្តែប្រហែលជាមួយឆ្នាំចុងក្រោយនេះគឺបង្រៀនហាលហ្មងដូចខ្ជិលញ៉ៃញ៉ៃមួយយើងអញ្ចឹងណាហើយខ្ញុំពីមុនណាខ្ញុំអត់ឲ្យប្តីខ្ញុំហាលខោអាវខ្ញុំទេខ្មាស់អៀនប្តីតែដល់ពេលយើងក៏រវល់ការងារនេះនោះហើយមួយទៀតនឹកឃើញប្តីខ្លួនឯងធ្វើទៅវាមិនអីឲ្យប្តីហាលទៅប្តីខ្ញុំក៏ហាលដល់ទៅសប្តាហ៍ហើយមួយវិញទៀតគឺបត់កំរាលដេកនៅកន្លែងដេកហ្នឹងគឺថាបង្រៀនកំរនឹងបត់ភួយបត់មុងបត់ខ្នើយណាតែសួរហេតុអីបានបង្រៀនអត់ដែរបាត់គឺដោយសារបង្រៀនងើបមុនខ្ញុំអញ្ចឹងទៅគាត់ងើបមុនខ្ញុំគាត់ទៅបើកអីបាត់ហ្នឹងទៅគាត់ធ្វើការបាត់អញ្ចឹងទៅខ្ញុំនេះដេកចំតិតងើបក្រោយគាត់មកខ្ញុំងើបមកបានខ្ញុំបត់ហើយនៅពីអ្នកប្តីប្រពន្ធណាប៉ុន្តែភួយ5ភួយធំ2ភួយតូច3សិញឡោមកមួយទៀតអញ្ចឹងទៅបដើមជាតញ៉ៃណា3នាក់ហើយភួយ5វាអត់គ្រប់តែបើក្រាលភួយក្រាលខ្នើយក្រៅមុងគឺបង្រៀនធ្វើជាប្រចាំខ្ញុំអត់សូវបានធ្វើប៉ុន្តែគាត់ថាបត់ភួយបត់អីហ្នឹងគឺបង្រៀនអត់សូវធ្វើទេដោយសារតែបង្រៀនងើបមុនខ្ញុំដើម្បីមួយទៀតគឺការធ្វើម្ហូបអានេះខ្ញុំសឹងនិយាយថា99%គឺបង្រៀនអត់ដែរបានធ្វើម្ហូបទេនិយាយពីថាការតដឹងខ្ញុំហើយសច្ចៈខ្លួនឯងមិនចេះធ្វើអីក៏មិនអីដែរបងចេះធ្វើម្ហូបនៅឆ្ងាយផ្ទះយូរបងចេះធ្វើម្ហូបមានណាក្រានតែជួបខ្ញុំដំបងឲ្យបង្រៀនឆាកឆែតឲ្យខ្ញុំហូបហ្នឹងក្រានតែដំបងខ្ទឹមខ្លះបាត់ហើយរហូតមកទៅដល់10ថ្ងៃហ្នឹងខ្ញុំអាចរៀបរាប់បានណាថាបង្រៀនធ្វើម្ហូបអីខ្លះតែថាបានតែ3មុខអីទេស្ងោរដំងៅស្ងោរតំយ៉ាំហើយចុងក្រោយបំផុតនេះគឺឲ្យខ្ញុំឲ្យគាត់ចៀនត្រីដែងឲ្យខ្ញុំត្រីដែងហ្នឹងត្រីបន្លាយណាដោយសារតែគាត់ឡើងចុះចដៅច្រើនពេកអញ្ចឹងទៅគាត់ឈឺជើងខ្ញុំអត់ឲ្យគាត់ចុះទេខ្ញុំឲ្យនៅឈរចៀនត្រីខ្ញុំយកវ៉ាន់ដូចជាឲ្យទៅមីងខ្ញុំអីមិនអីស្យ៉ាងហ្នឹងឯងពេលហើយគ្រាន់តែខ្ញុំដើរមកមិនទាន់បានដល់ចណ្ដោលលឺទៅប្តៅខ្ញុំស្រែកអូហើយខ្ញុំក៏ចុះទៅបាត់ហើយមកវិញខ្ញុំសួរចាស់បងឯងស្រែកស្អីគេមិញអូយខ្លាញ់វាផ្ទុះខ្ញុំទៅសើកាត់ដែរកាត់ដៃកាត់អីផ្សារដៃកតិចភ្លើងតាត់អត់ស្រែកមកស្រែកនឹងត្រីដែងផ្ទុះហើយការងារមួយទៀតការងារនេះគឺ100%គឺប្តីខ្ញុំអត់ធ្វើហ្មងគឺលាងបន្ទប់ទឹកអានេះគឺការងារខ្ញុំដាច់ម៉ាត់ខ្ញុំអត់ដែរឃើញប្តីខ្ញុំលាងបន្ទប់ទឹកមិនទេគាត់អត់លាងសោះហ្មងហើយសម្រាប់ខ្ញុំអត់ដែរថាចង់បានអីចាំឲ្យគេធ្វើឲ្យតែគេមានចិត្តគេធ្វើឲ្យខ្ញុំអត់ទេខ្ញុំមានតែប្រើទៀតអត់ធ្វើខ្ញុំអត់ធ្វើទេតែខ្ញុំក៏អត់ថាយដែរដោយសារលាងបន្ទប់ទឹកហ្នឹងមកអីលាងម្ដងពីអាទិត្យអីលាងម្ដងហ្នឹងព្រោះខ្ញុំនៅតែ2នាក់វាមិនតែបន្លាក់អីណាតែគាត់ថាបើថាលាងចានប្តីខ្ញុំត្រូវធ្វើរាល់ថ្ងៃអានេះខ្ញុំរៀបរាប់ថាការងារអីខ្លះដែលប្តីខ្ញុំអត់ធ្វើគាត់ទៅការងារដែលប្តីខ្ញុំអត់ធ្វើវាមានតិចជាងខ្ញុំការងារដែលខ្ញុំអត់ធ្វើមានច្រើនជាងគាត់ប្តីខ្ញុំល្អណាស់ប្តីខ្ញុំ